ខ្ញុំធ្លាប់ទៅរស់នៅប្រទេសម៉ាឡេស៊ីហ្នឹងខ្ញុំគឺជាកូនប្រសានៅក្នុងគ្រួសារចិនម៉ាឡេមួយអញ្ចឹងខ្ញុំជួយថែទាំសុខភាពឪពុកក្មេកក៏ដូចជាចាស់នៅនឹងបន្ទាប់មកគឺតែងតែធ្វើភេសជ្ជៈជូនពួកគាត់គឺគាត់យកទៅពិសាគាត់មានអារម្មណ៍ថាគាត់ទទួលបានសុខភាពល្អហើយពេលហ្នឹងខ្ញុំចិត្តតែមើលទូរស័ព្ទហើយកាលហ្នឹងគេឃើញដោយកសិករយើងគាត់ដាំល្ពៅដាំអីហើយគាត់បោះចោលលើខ្នល់កាលហ្នឹងណាអញ្ចឹងដេកចិត្តនឹងចេះរំពៃនឹកឃើញក្នុងស្រុកខ្មែរថាបើទៅផលិតនៅស្រុកខ្មែរបានជួយទិញកសិករខ្មែរហើយខ្ញុំជឿជាក់លើគុណភាពផលិតផលខ្ញុំគិតថា brand ប្រទេសណាមិនសំខាន់ទេសំខាន់ខ្ញុំជាអ្នកធ្វើឲ្យ brand ហ្នឹងកើតឡើងការប៉ັດបងមានចាប់ផ្ដើមជីវកម្មផ្សេងហើយប៉ុន្តែដោយសារតែពេលដែលបងត្រឡប់មកស្រុកខ្មែរបងនឹកឃើញតែអារម្មណ៍ដែលយើងថែទាំសុខភាពអ្នកដទៃចង់គេជាដោយសាររូបមន្តរបស់យើងហ្នឹងបងក៏សាក់$100ហើយ$100ហ្នឹងបងយកមកបែងចែកបងជិះទៅផ្សារអូស័យបងទិញម៉ាស៊ីនទូចមួយហើយទិញគ្រឿងសម្ភារៈខ្លះហើយមកវិញបងសល់លុយ$30ហើយ$30ហ្នឹងក៏ទៅបង្កើត page ហើយទៅសួរមិត្តភក្តិឲ្យគាត់ចេះប៊ូត page ឲ្យគាត់ជួយប៊ូតឲ្យពេលដែលប៊ូតហើយស្រាប់តែស្អែកឡើងស្រាប់តែមានគេតម្លាក់លេខទិញអញ្ចឹងណាអញ្ចឹងបងមានអារម្មណ៍ថាអីចាមានលុយមិនដែរលុយហោះពីលើមេឃមកវាដូចជាបទពិសោធន៍ថ្មីដែលយើងដែរលក់អនឡាញហើយក៏ចាប់ផ្ដើមមានការទិញរហូតមកដល់ពេលបន្ទាប់ពីបានប្រាក់ចំណេញមកយើងក៏ចាប់ផ្ដើមទិញសម្ភារៈចូលតោះមកយើងក៏ទៅចុះបញ្ជីមានថាដំណាក់កាលគឺពី$100ហ្នឹងឯងចំពោះហិរញ្ញវត្ថុបងបានចូលរួមជាមួយនឹងខ្មែរ Enterprise ហើយបងក៏បានជាប់ចឹងទេនៅពេលដែលបានកញ្ចប់ជំនួយរបស់ខ្មែរ Enterprise មកវាជាកញ្ចប់មួយដែលយើងអាចស្តុកបានសម្រាប់ថាលុយនេះសម្រាប់ចំណាយយើងដាច់លុយនេះសម្រាប់ចំណូលអញ្ចឹងយើងបែក clear ហ្មងដូច្នេះយើងអាចមើលឃើញពីប្រាក់ចំណេញរបស់យើងច្បាស់លាស់ចំពោះផែនការបន្ទាប់គឺយើងសហការមួយធនាគារខ្ញុំក៏មានការ offer ពិសេសពីធនាគារដែលមានឲ្យការប្រាក់យើងទាបសេវាកម្មល្អអូនមានន័យថារដ្ឋាភិបាលលោកលើកទឹកចិត្តលោកជួយជំរុញទៅដល់សហគ្រិនខ្មែរអ្នកដែលគាត់នៅក្នុងវិស័យផលិតឬក៏វិស័យផ្សេងចាចំពោះរងថ្ងៃហ្នឹងបងមានផលិតផលចម្បង3ប្រភេទទី1គឺទឹករុក្ខជាតិ Angel ហើយមួយទៀតគឺផលិតផលខ្ជាយមាសគុណភាពរបស់វាគឺជួយខ្លាំងទៅដល់អ្នកដែលគាត់ចង់បញ្ចុះអាស៊ីតមានបញ្ហាអាស៊ីតច្រើនក្នុងខ្លួនអញ្ចឹងណាសៅចេកវិញគឺល្អមែនទែននៅពេលដែលសារជាតិប៉ូតាស្យូមមាននៅក្នុងសៅចេកពពួកបន្លែដែលពពួកត្រជាក់ប្រឆាំងនឹងការបង្ករោគហ្នឹងពេលដែលយើងញ៉ាំទៅគឺធ្វើឲ្យគាត់ចាប់ផ្ដើមត្រជាក់នៅបាតកាពះហើយដើម្បីខ្លួនឯងខ្លាចទៅជាសហគ្រិនមួយដែលមានគុណភាពចាទី1ខ្ញុំគិតថាបង្កើតគោលដៅរបស់ខ្លួនឯងតើយើងចង់ខ្លាយជាអ្វីឲ្យពិតប្រាកដទី1ទី2នៅពេលដែលយើងចាប់ផ្ដើមយើងសិក្សាអំពីធនធានទី1ធនធានអំពីបំណិនចំណេះដឹងដែលយើងមានទី2យើងត្រូវតែបង្កើនការសិក្សាទី3គឺពាក់ព័ន្ធទៅនឹងហិរញ្ញវត្ថុហើយយើងត្រូវឧស្សាហ៍ចូលរួមទៅក្នុងសង្គមព្រោះឥឡូវនេះខាងក្រសួងរដ្ឋាភិបាលលោកមានកម្មវិធីជាច្រើនដើម្បីជំរុញនិងគាំទ្រទៅដល់សហគ្រិនក្នុងស្រុកទាំងផ្នែកបច្ចេកទេសខាងថវិកាមានទាំងធនាគារនិងជំនួយឥតសំណងពីអង្គការជាច្រើនខ្ញុំចង់ក្លាយទៅជាក្រុមហ៊ុន Golden Egg ដែលដំបូងនៅក្នុងប្រទេសកម្ពុជាដែលផលិតនៅផលិតផលសុខភាពធម្មជាតិដើម្បីគោលដៅខ្ញុំទី1ខ្ញុំចង់ឃើញប្រជាពលរដ្ឋកម្ពុជាទទួលបាននូវសុខភាពល្អ